ពុតអវ៉ាត់7ឃ្លាធ្វើឲ្យជីវិតរបស់អ្នកភ្លឺថ្លា 1. ចិត្តជាធំចិត្តជាប្រធានអ្វីៗគ្រប់យ៉ាងសម្រាប់ដោយសារចិត្តពិភពលោកខាងក្រៅគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីពិភពលោកខាងក្នុងរបស់អ្នកប៉ុណ្ណោះបើចិត្តរបស់អ្នកពោពេញដោយការគិតវិជ្ជមានក្តីស្រឡាញ់និងការអភ័យទោសជីវិតរបស់អ្នកនឹងជួបតែភាពត្រជាក់ត្រជុំផ្ទុយទៅវិញបើចិត្តអ្នកដេកកាត់ទុកស្អប់ខ្ពើមនិងគុំគួននោះអ្នកកំពុងតែបង្កើតឋាននរកឲ្យជីវិតខ្លួនឯងហើយ 2. គ្មានអ្វីស្ថិតស្ថេររហូតឡើយសេចក្តីសុខដែលអ្នកកំពុងមាននៅថ្ងៃនេះមិនមែននៅជាមួយអ្នករហូតទេដូច្នេះកុំអួតអាងឬក៏លមោបវង្វេងនឹងវាពេកដូចគ្នាដែរទុក្ខលំបាកនឹងការឈឺចាប់ដែលអ្នកកំពុងជួបនៅពេលនេះវាក៏នឹងរលាយបាត់ទៅវិញនៅថ្ងៃខាងមុខដូចគ្នាគ្មានព្យុះភ្លៀងណាដែលធ្លាក់មិនចេះឈប់នោះទេ 3. អតីតកាលនិងអនាគតកាលគ្រាន់តែជាស្រមោលគុំអាឡោះអាឡែចំពោះអតីតកាលគុំរំពឹងគិតដល់អនាគតកាលដែលមិនទាន់មកដល់ប៉ុន្តែចូលរួមនៅនឹងធ្វើបច្ចុប្បន្នឲ្យបានល្អបំផុត 4. គុំតបស្នងកំហឹងដោយកំហឹងការយកភ្លើងមកជះលើភ្លើងគឺរឹតតែធ្វើឲ្យឆេះកាន់តែខ្លាំងឡើងនៅពេលដែលមានគេមកធ្វើបាបនិយាយអាក្រក់ឬក៏ខឹងសម្បាដាក់អ្នកប្រសិនបើអ្នកខឹងតបវិញនោះអ្នកបានធ្លាក់ចូលទៅក្នុងល្បិចរបស់គេហើយការអត់ធ្មត់មិនមែនជាភាពទន់ជ្រាយនោះទេប៉ុន្តែគឺជាអំណាចផ្លូវចិត្តដ៏ខ្ពង់ខ្ពស់ដែលធ្វើឲ្យសត្រូវចោះចាញ់ដោយឯកឯងនិងរក្សាបាននូវសន្តិភាពខាងក្នុងផ្លូវចិត្តរបស់អ្នក 5. ខ្លួនទីពឹងខ្លួនកុំរំពឹងរកក្តីសុខឬក៏ភាពជោគជ័យដែលផ្អែកលើការទាមទារឬក៏សុំក្តីមេត្តាពីអ្នកដទៃគ្មាននរណាម្នាក់មកដើរជំនួសឬក៏ឈឺចាប់ចំនួនអ្នកបានឡើយការកសាងសមត្ថភាពវិន័យខ្លួនឯងនិងការយល់ដឹងខុសត្រូវគឺជាកោះដែលមានសុវត្ថិភាពបំផុតសម្រាប់ឆាកជីវិតរបស់អ្នក 6. ការយកឈ្នះចិត្តខ្លួនឯងគឺជាជ័យជំនះដ៏កំពូលជ័យជំនះលើអ្នកដទៃអាចបង្កើតសត្រូវនិងការច្រណែនឈ្នានីសប៉ុន្តែជ័យជំនះលើភាពខ្ជិលច្រអូសតណ្ហាលោភលន់និងអំនួតរបស់ខ្លួនឯងគឺជាជ័យជំនះដ៏បរិសុទ្ធមនុស្សដែលយកឈ្នះចិត្តខ្លួនឯងបានគឺជាមនុស្សដែលគ្មាននរណាម្នាក់អាចមកបំផ្លាញឬក៏ធ្វើបាបបានឡើយ 7. សុខភាពនិងការស្កប់ស្កល់គឺជាទ្រព្យដ៏ធំបំផុតទោះបីជាអ្នកមានលុយវ៉ាលៀនប៉ុន្តែបើដេកនៅលើក្រែពេទ្យក៏គ្មានន័យអ្វីដែរដូច្នេះចូលរៀនពេញចិត្តនិងដឹងគុណចំពោះអ្វីដែលអ្នកមាននៅក្នុងថ្ងៃនេះដូចជាគ្រួសារអាហារនិងសុខភាពល្អពីព្រោះការចេះស្កប់ស្កល់វាគឺជាចំណុចចាប់ផ្ដើមនៃសុភមង្គលពិតប្រាកដ